តើអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទហើយក្នុងថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នានៅចំណេះដឹងតូចមួយទេគឺទៅលើ laptop របស់អ្នកនរគ្នាដឹងអត់ថា laptop របស់យើងគឺក៏មានចំណុចមុខងារមួយដែរគឺទៅលើមុខងារការពារពន្លឺភ្នែករបស់យើងនៅពេលយប់វាដូចទូរស័ព្ទដៃយើងអញ្ចឹងអ្នកនរគ្នាអាចទៅកំណត់មុខងារនោះបានដើម្បីយើងការពារក៏ដូចជាកាត់បន្ថយក្នុងការមើល laptop ពេលយប់ហើយវាកាហាយភ្នែកឬក៏ឈឺភ្នែកឆាប់ហូរទឹកភ្នែកអីអញ្ចឹងអ្នកនរគ្នាក៏អាចបើកចំណុចងាររបស់ laptop របស់គ្នាបានដោយងាយទៅនឹងហើយបញ្ជាក់គ្រប់ laptop ទាំងអស់គឺសុទ្ធសឹងតែមានចំណុចមុខងារនឹងដូចគ្នាអូខេអញ្ចឹងមិនថា Windows 10ឬក៏ Windows 11ទេគឺវាមានដូចគ្នាអញ្ចឹងដើម្បីយើងទៅកំណត់ចំណុចមុខងារមួយនេះបានអ្នកនរគ្នាកុំភ្លេចចុច like share subscribe មួយដើម្បីទទួលបាននឹងចំណេះដឹងទាក់ទងជាមួយនឹង laptop ពិសេសជាច្រើនទៀតអូខេអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ laptop ទាំងអស់គ្នាបាទចឹងឧទាហរណ៍ខ្ញុំចូលទៅកាន់ laptop របស់ខ្ញុំហើយដើម្បីចូលទៅបើកចំណុចមុខងារនេះបានអ្នកនរគ្នាគ្រាន់តែស្វែងរកចំណុចរូប Windows នេះអូខេអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលចំណុចរូបសញ្ញាគេដាក់ Start នេះឬក៏រូប Windows នេះឬក៏អ្នកនរគ្នាអាចចុចទៅលើ keyboard ក៏មានដែរបាទអញ្ចឹងអ្នកនរគ្នាចុចកន្លែងនោះមួយហើយចូលមកកាន់ចំណុចនេះអ្នកនរគ្នាស្វែងរកនឹងពាក្យគេថា setting បាទចូល setting ហើយបន្តមកអ្នកគ្នារងចាំបន្តិចហើយចូលមកកាន់ system អញ្ចឹងអ្នកគ្នាយកមកដាក់កន្លែង system នេះមួយហើយអ្នកគ្នាងាកមកមើលខាងស្ដាំដៃគឺនៅខាងលើតែម្ដងគេដាក់ display អញ្ចឹងអ្នកគ្នាចុចចូលទៅកាន់ display បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះអ្នកគ្នានឹងឃើញចំណុចមុខងារមួយដែលគេដាក់ night light ដែលជាប្រភេទការពារភ្នែកនៅពេលយប់ឬក៏ color ពេលយប់ឯហ្នឹងបាទកន្លែងនេះក៏មានមុខងារបិទបើកពន្លឺផងដែរគឺវាសូបង្ហាញដូចគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែបើកចំណុចមុខងារនេះមួយនៅពេលដែលអ្នកគ្នាប្រើប្រាស់ចំណុច laptop ពេលយប់គឺវានឹងតម្លាក់ពន្លឺដែលជាប្រភេទ color ពណ៌រាងក្រហមឬក៏លឿងអីហ្នឹងដើម្បីយើងមើលទៅកុំឲ្យយើងឈឺភ្នែកហើយវាកាត់ចំណាំងផ្លាតភាពផ្សែងនៃពន្លឺគឺវាធ្វើយើងមើលទៅគឺស្រួលមើលខ្លាំងមែនទែនហើយចំពោះមុខងារនេះអ្នកនរគ្នាក៏អាច set ជាម៉ោងវាបានផងដែរគ្រាន់តែអ្នកគ្នា select ចុចចូលនេះព្រួយនៅខាងមុខនេះបាទអញ្ចឹងដល់ត្រង់ចំណុចនេះគឺវាកន្លែងនេះក៏យើងអាចកំណត់បានទៀតបាទយើងអាច set វាឲ្យវាក្រហមតិចក្រហមខ្លាំងទៅតាមហ្នឹងទៅគឺយើងអាចធ្វើបានដូចគ្នាអញ្ចឹងឧទាហរណ៍ខ្ញុំយកត្រឹមតែ35អីទេ35ទៅ40អីទៅបានឯអ្នកគ្នាហើយកន្លែងនេះក៏យើងអាច set timeline វាបានដែរគឺយើងអាច set ជាម៉ោងបានបាទឧទាហរណ៍ខ្ញុំចង់ដាក់វានៅម៉ោង6បាទអញ្ចឹងដល់ពេលដែលខ្ញុំបើក laptop នៅម៉ោង6:00 PM គឺវានឹង set color នឹងដល់ដោយ auto តែម្ដងបាទពេលខ្ញុំយកម៉ោង6បាទអញ្ចឹងយកម៉ោង6:00ហើយកុំភ្លេចចុចគ្រីសនេះមួយផងដើម្បីវា set បានបាទចុចគ្រីសមួយហើយខ្ញុំនឹងឲ្យវាមកជា color របស់យើងធម្មតាវិញនៅម៉ោង7បាទគេដាក់ម៉ោង8ចុះបាទម៉ោង8:00នេះទៅអូខេអញ្ចឹងអានេះ AM មានន័យថាពេលព្រឹក PM ពេលយប់បាទអញ្ចឹងតែម៉ោង8ព្រឹកវានឹង set មកជា color របស់យើង auto វិញដោយខ្លួនឯងអញ្ចឹងអ្នកគ្នាចុច yes បាទហើយនេះគឺរួចរាល់ហើយបន្តមកគឺយើងអាចបើកចំណុចងារនឹងបានហើយយើងអាច set ជាអញ្ចឹងដល់រាល់ពេលដែលដល់ម៉ោងប៉ុណ្ណឹងវានឹង set color ទៅជាពេលយប់បានដោយ automatic តាមដល់គឺនៅម៉ោង6គឺវានឹង set ទៅជា color automatic បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកនរចុច like share មួយដើម្បីទទួលបានវីដេអូនឹងចំណេះដឹងផ្សេងៗទៀតអូខេអរគុណបាយបាយ